នៅប្រទេសជប៉ុនការអប់រំសុវត្ថិភាពចរាចរណ៍គឺចាប់ផ្ដើមពីដំបូងតាំងពីកុមារភាពហើយវាត្រូវបានធ្វើតាមរបៀបត្រឹមត្រូវងាយយល់ងាយចងចាំងាយបែងចែកវិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្ពស់ជំនួសឲ្យការបង្ហាញតែមេរៀនក្នុងសៀវភៅនិងតាមខ្សែវីដេអូកុមារទាំងអស់ត្រូវបានគេនាំទៅបង្រៀននៅខាងក្រៅទៅកាន់ផ្លូវជាក់ស្ដែងផ្លូវពិតប្រាកដដើម្បីរៀនដើម្បីឲ្យយល់ចំណុចសំខាន់ដូចជាទី1បង្រៀនពីរបៀបឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដោយមានប្រើស្លាកសញ្ញាគំនូសថ្មើរជើងនិងការប្រុងប្រយ័ត្ននានាទី2បង្រៀនពីសារៈសំខាន់នៃការមើលគ្រប់ជ្រុងជ្រោយឆ្វេងស្ដាំមុខក្រោយគ្រប់ប្រភេទនៃផ្លូវទាំងអស់ទី3បង្រៀនពីសុជីវធម៌និងការគោរពអ្នកបើកបរអ្នកថ្មើរជើងអ្នកជិះកង់និងអ្នកប្រើប្រាស់ផ្លូវផ្សេងៗទៀតទី4បង្រៀនពីការយល់ដឹងពីសញ្ញាចរាចរណ៍សំខាន់ៗការបង្រៀនដោយផ្ទាល់នៅនឹងកន្លែងគឺជាឧទាហរណ៍ដ៏អស្ចារ្យដែលជាបទពិសោធន៍ជាក់ស្ដែងបានជួយដល់កុមារចងចាំបង្កើតការយល់ដឹងអំពីសុវត្ថិភាពពេញមួយជីវិតរបស់ពួកគេនិងធ្វើឲ្យសង្គមមានសណ្ដាប់ធ្នាប់សូមលោកអ្នកចាប់ផ្ដើមបង្រៀនកូនរបស់លោកអ្នកទៅតាមអ្វីដែលអ្នកអាចធ្វើទៅបានពីមូលដ្ឋានដើម្បីឲ្យពួកគេបានយល់ដឹងពីសុវត្ថិភាពពេញមួយជីវិតរបស់ពួកគេសូមអរគុណ